ដើម្បីបង្កើត DHCP សម្រាប់ Windows Server យើងចូលដំបូងយើងចូល Tool ដើម្បីចូល DHCP បន្ទាប់មកយើងចូល យើង refresh ទៅមួយតាមចុច New Scope ដើម្បីយើងបន្តទៅជាងប្រមយើងចុចមកចុច Next មកដៃនេះឈ្មោះដូចយើងមាន IP address ដែលយើងអាច range ពីណាទៅដល់ណាយើងអាច set បានដែលខ្ញុំ set ដាក់ពី1នឹងខ្ញុំដាក់ពី1រហូតដល់254គឺយើងអាចធ្វើដូចខ្ញុំបាននេះគឺជា IP address សម្រាប់ router ដែលយើងដាក់វាសម្រាប់ client ដែលយើងប្រើដាក់ដែល client នឹងប្រើយើង add វាមួយទៅហើយនេះគឺជា domain ដែលមានហៅថា domain lab.com នេះគឺជា server name របស់ខ្ញុំកន្លែងចាំតិចពេលខ្លះយឺតពេលខ្លះវាដែរលឿនទៅវាអត់ទៀងយើងលេង activate វាទៅយើង finish នឹងអញ្ចឹងបន្ទាប់ពី finish មកយើងចុច refresh មួយដើម្បីយើងឲ្យវា load អញ្ចឹងណាបន្ទាប់មកយើងនឹងឃើញ IP ដែលយើង set មិញហ្នឹងគឺវាចេញមកយើងមានច្រើនយើងមាន result មានអីទេប៉ុន្តែយើងត្រូវបាន set មាន policy ជាច្រើនទេប៉ុន្តែគឺប៉ុណ្ណឹងគឺសម្រាប់ការបង្កើតជា DHCP server សម្រាប់ Windows